តោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបទពិសោធន៍ឬក៏ជាការចែករំលែកមួយសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមចំណាតែខ្ញុំនិយាយនេះលក្ខណៈគ្រួសារណាខ្ញុំអត់និយាយលក្ខណៈធំទេដោយសារការចំរបស់ខ្ញុំមកប្រហែលខែខ្ញុំសង្កេតឃើញហើយខ្ញុំយល់ថាវាល្អដល់ពេលអញ្ចឹងខ្ញុំចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាអញ្ចឹងហ្នឹងហើយខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាចំពោះការចិញ្ចឹមរបស់ខ្ញុំសង្កេតមើលការដាក់នៅក្រោមហើយនឹងទ្រុងទំនើអញ្ចឹងសម្រាប់ទ្រុងទំនើនេះខ្ញុំយល់ថាល្អជាងទីមួយវាផុតពីដីទៅវាអត់ងាយកូនមាន់យើងងាយឆ្លងជំងឺហើយសុខភាពល្អបើសិនជាបងប្អូនមានលទ្ធភាពបងប្អូនធ្វើទ្រុងឲ្យផុតពីដីមកបងប្អូនឲ្យបានចាប់ពី1ម៉ែត្រទៅពីដីមកហើយយើងធ្វើជាទំនើវាយមានបិទចិត្តអញ្ចឹងទ្រុងអញ្ចឹងធ្វើសំណាញ់អញ្ចឹងអត់អស់ថ្លៃផងហើយគឺយកដែកដែលតម្លៃមុំទៅក៏យើងអាចរកកន្លែងអីចាយកន្លែងអីទៅយើងមកជួលគេធ្វើឬចេះធ្វើខ្លួនឯងក៏ធ្វើទៅយកមកដាក់របៀបចេះហើយយើងផ្សារទៅហើយដាក់ចាំកូនមាន់យើងកូន35ថ្ងៃយកមកដាក់វាអញ្ចឹងខ្ញុំជឿជាក់បងប្អូនវាអត់ងាយមានជំងឺឆ្លងចូលដោយសារវាផុតដីពុះអញ្ចឹងណាហើយមួយទៀតវាអាចធ្វើឲ្យអនាម័យទ្រុងក៏ល្អដែរវាអត់មានន័យថាវាអត់កក្រិចវាអត់កាលណាកក្រិចកើតឡើងមានការបង្ករោគឲ្យមានការរំលងទៅឲ្យតែកន្លែងហ្នឹងអត់ស្អាតមិនថាអាចមន់មិនថាបរិយាកាសមិនថាកាកសំណល់លិមុខមន់អីផ្សេងៗទេឲ្យតែនៅជាមួយមន់វិញទៅជួយមន់នេះឆ្លងជំងឺកន្លងមកកូនមន់ខ្ញុំនៅពេលដែលចិញ្ចឹមលើទំនើអញ្ចឹងអត់ងាយបងប្អូនងាយងាប់ដែរមករយៈមុនវាមានងាប់ដែរប៉ុន្តែដោយសារវាបិទចិត្តទ្រុងនេះយើងក៏តង់បិទចិត្តទៅពេលមកវាផ្អើលពេលលីសម្រាប់ជើងយើងដើរមកផ្អើលទៅវាធ្វើតាក់ជាមួយចំណាយបែកខាងក្រោមតាក់ចំណាយបែកទៅគឺមានដាច់រៀមជើងនោះក៏មានដាច់កដាលមួយហ្នឹងណាដាច់រៀមជើងអញ្ចឹងហើយវាទៅវាងាប់ទៅជាអីអញ្ចឹងណាហើយដល់ពេលរយៈពេលខ្ញុំហែកអានោះចេញទៅបកពីចេញទៅផ្លិតនៅវីដេអូខ្ញុំមុនបានពីមុនគាត់ចិត្តខ្ញុំបកចេញវាអត់អីគឺឡើងហើយស្ដាយបងគាត់ចង់ទៅជួយទៅវាធំអញ្ចឹងហើយងាប់មួយវាចង់កន្លះគីឡូអីហើយងាប់វាស្ដាយបងប្អូនដល់ពេលហើយខ្ញុំបកចេញទៅមានអីផ្លេងអីទៅហើយខ្យល់អាកាសចេញចូលក៏វាអត់ហប់អញ្ចឹងមន់យើងវាស្រួលរស់នៅវាសុបាយចិត្តដែរចូលមកតាមបទពិសោធន៍ចំរបស់ខ្ញុំមកប្រហែលខែនេះបើមានលទ្ធភាពធ្វើទ្រុងទំនើល្អបំផុតសម្រាប់មន់ហើយបងប្អូននៅខាងក្រោមចាក់សាបក៏បានអត់ក៏បានយើងអាចក្រាលជាសាំងសីចាស់ទៅវាអត់ឆ្លងរោគវារួមវាយើងអាចស្រួលបោសវារួមទៅស្រួលបោសសម្អាតមន់ក៏ស្រួលចាំស្រួលឲ្យចំណីនេះបើសិនជាមានបច្ចេកទេសមួយទៀតយើងចោះតែក្រៅនេះមកឲ្យមន់ដកកមកស៊ីចំណីខាងក្រៅអត់កាយចំណីទៀតរបស់ខ្ញុំកាយចំណីតម្លាក់នេះវិសាព្រមចាស់ពីជំនាន់បងមកខ្ញុំជិលកែឆ្នៃបន្ថែមចឹងលើកក្រោយអីខ្ញុំមានលទ្ធភាពខ្ញុំថាជារោគជីសាសដាក់ទំនើអញ្ចឹងអត់ធ្វើបែបនេះដាក់ទំនើបានល្អចូលបងប្អូនជីសាសគឺក៏ចែកទេសមានប៉ុណ្ណឹងបងប្អូនយល់ថាល្អចុច like ចុច share ឲ្យអរគុណ